បាទសូមគោរពជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាដែលកំពុងទស្សនាវីដេអូនេះខ្ញុំឈ្មោះវ៉ាត់សាវិនហើយថ្ងៃនេះគឺខ្ញុំនឹងមកធ្វើការបកស្រាយអំពីប្រធានបទ Home Server ចឹងចូលដល់ slide ទី1តើអ្វីទៅជា Home Server Home Server គឺជាកុំព្យូទ័រមួយគ្រឿងដែលត្រូវបានគេកំណត់រចនាសម្ព័ន្ធឲ្យដំណើរការនៅក្នុងផ្ទះដើម្បីផ្ដល់សេវាកម្មរក្សាទុកទិន្នន័យឬចែករំលែកព័ត៌មានទៅកាន់ឧបករណ៍ផ្សេងៗទៀតនៅក្នុង network តែមួយដូចជាទូរស័ព្ទ laptop ហើយនិង smart TV ជាដើមបាទយើងនិយាយស្រួលស្ដាប់ទៅHome Server វាប្រៀបបានដូចជា cloud របស់យើងផ្ទាល់ខ្លួនអញ្ចឹងដែលយើងសម្រាប់ប្រើក្នុងផ្ទះអញ្ចឹងចូលមកដល់ slide បន្ទាប់តើគេប្រើ Home Server ដាក់ធ្វើអ្វីខ្លះអញ្ចឹង Home Server គេប្រើវាសម្រាប់រក្សាទុករូបថតវីដេអូឬក៏ឯកសារសំខាន់ហើយវាក៏ត្រូវបានគេកំណត់ឲ្យ auto backup ចេញពីទូរស័ព្ទឬកុំព្យូទ័រនៅក្នុងផ្ទះយើងដោយស្វ័យប្រវត្តិហើយសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមគឺគាត់អាច Host Server សម្រាប់លេងជុំគ្នាជាមួយនឹងមិត្តភ័ក្តិគាត់ដូចជា Game Minecraft, Valheim, Palworld ឬក៏ CS:GO ជាដើមហើយសម្រាប់និស្សិតដែលរៀន IT ផ្នែក Network ឬក៏ Software Developer ពួកគាត់អាចយក Home Server ធ្វើជា Lab Environment ដែលពួកគាត់អាចចម្លើង Docker Container, Testing Environment ឬក៏ Virtual Machine ជាដើមហើយមិនត្រឹមតែប៉ុណ្ណោះHome Server ក៏យើងអាចធ្វើជា ad blocking បានដែរតាមរយៈការតឡើង ad guard home ដែលវានឹងធ្វើការ block នៅពាណិជ្ជកម្មទាំងអស់នៅពេលដែលទូរស័ព្ទឬក៏កុំព្យូទ័រនៅក្នុងបណ្ដាញ network របស់យើង access ចូលទៅកាន់ internet អញ្ចឹងចូលមកកាន់ slide បន្ទាប់គុណសម្បត្តិរបស់ Home Server អញ្ចឹង Home Server វាមានគុណសម្បត្តិជាច្រើនតែខ្ញុំលើកឡើងមកតែ3ទេអញ្ចឹងទី1គឺសុវត្ថិភាពនិងឯកជនខ្ពស់និងឯកជនភាពខ្ពស់ទិន្នន័យឯកសាររូបថតនិងវីដេអូរបស់អ្នកគឺត្រូវបានរក្សាទុកនៅក្នុង storage របស់ Home Server របស់យើងដែលអត់មានក្រុមហ៊ុនណាផ្សេងអាចចូលមកមើលឬក៏ទាញយកទិន្នន័យរបស់យើងទៅបានឡើយហើយទី2គឺចំណេញថវិការយៈពេលវែងដែលមានន័យថាយើងអត់ពិបាកអស់លុយច្រើនសម្រាប់ការបង់ទៅលើសេវាកម្ម cloud ដូចជា Google iCloud ឬក៏ Dropbox អីជាដើមយើងអត់អស់លុយបង់ទៅលើសេវាកម្មអស់នឹងជាប្រចាំឆ្នាំទេព្រោះអីយើងមាន personal cloud របស់យើងហើយតមកគឺទី3 flexibility Home Server គឺជាម៉ាស៊ីនតែមួយដែលយើងអាចប្រើវាបានច្រើនមុខងារខ្លាំងមែនតើដូចមិនថា backup មិនថាយើងអាចធ្វើជា ad block ឬក៏ game server មិនតាមតែប៉ុណ្ណឹង Home Server ក៏យើងអាចយកវាធ្វើជា media server សម្រាប់មើលរឿងបានផងដែរហើយចូលមកដល់ slide បន្ទាប់ហេតុអ្វីបានជាអ្នកគួរតែមាន Home Server សម្រាប់អ្នកដែលគាត់សិក្សាផ្នែក IT មិនថា network មិនថា program ទេគឺពួកគាត់គួរតែមាននៅ Home Server ផ្ទាល់ខ្លួនសម្រាប់ពួកគាត់ប្រើប្រាស់ដោយសារទី1អត់មានអ្នកផ្សេងអាចចូលមើលរូបថតឬក៏ឯកសារវីដេអូអីរបស់យើងទេដោយសារវាជា personal cloud របស់យើងហើយទី2គឺយើងអត់ភ័យខ្លាចក្រុមហ៊ុនណាបិទ account យើងទេដោយសារយើងអត់មានប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនណាទេគឺយើងមានសេវាកម្មរបស់ខ្លួនយើងអញ្ចឹងអត់មានក្រុមហ៊ុនណាមកអាចបិទ account យើងបានទេបន្ទាប់មកទី3គឺយើងចំណេញលុយបានច្រើនដោយសារបើសិនជាយើងអត់មាន personal cloud ទេយើងប្រើប្រាស់ public cloud គឺយើងត្រូវតែបង់សេវាឲ្យគេជាប្រចាំហើយទី4យើងចំណាយលុយតែម្ដងឯងយើងចំណាយលុយម្ដងហ្នឹងហើយយើងអាចប្រើបានរហូតអត់មានពិបាកយើងត្រូវបង់លុយឲ្យគេប្រចាំខែឬក៏ប្រចាំឆ្នាំអីទេហើយមកដល់ slide បន្ទាប់គឺជាតារាងនៃការប្រៀបធៀបគឺការប្រៀបធៀប Home Server ហើយនិង Public Cloud អញ្ចឹង Home Server គឺយើងចំណាយដើមទុនទិញឧបករណ៍តែម្ដងទេគឺយើងអាចប្រើបានរហូតហើយបន្ទាប់មក Home Server គឺវាស៊ីភ្លើងតិចខ្លាំងមែនតើយើងចំណាយលុយបង់ភ្លើងតិចតួចខ្លាំងមែនតើចាំខែហើយ Home Server វាមានសុវត្ថិភាពខ្ពស់ដែលទិន្នន័យរបស់យើងវានឹងធ្វើការ store ទៅកាន់ storage របស់ Home Server របស់យើងហើយ Home Server វាមានល្បឿនលឿនខ្លាំងដោយសារយើងផ្ទេរឯកសារផ្ទេររូបថតផ្ទេរវីដេអូអីតាមរយៈ Wi-Fi ក្នុងផ្ទះលឿនជាង cloud ខាងក្រៅបន្ទាប់មក Home Server មានទំហំផ្ទុកធំខ្លាំងដែលយើងងាយស្រួលក្នុងការបន្ថែម hard disk បន្ថែមទៀតនៅពេលក្រោយបើសិនជាយើងត្រូវការហើយបន្ទាប់មក
home server យើងត្រូវទទួលខុសត្រូវខ្លួនឯងបើសិនជា hard disk ខូចយើងត្រូវតែធ្វើការជួសជុលខ្លួនឯងភ្លាមៗសម្រាប់ public cloud វិញ public cloud យើងត្រូវការបង់លុយឲ្យគេជាប្រចាំខែឬក៏ប្រចាំឆ្នាំយើងត្រូវបង់គេរហូតបើសិនជាយើងនៅតែបន្តការប្រើប្រាស់បន្ទាប់មកគឺ public cloud វាកាន់តែឡើងថ្លៃទៅនៅពេលដែលយើងត្រូវការប្រើប្រាស់វាច្រើនទៅហើយ public cloud វាធ្វើការ store ឯកសាររបស់យើងនៅ server ក្រុមហ៊ុនដែលពេលខ្លះអាចត្រូវបានគេយកទិន្នន័យឯកសាររបស់យើងហ្នឹងយកទៅ scan មើលឬក៏ប្រើសម្រាប់ train AI ជាដើមចូលដល់លឿនវិញ public cloud លឿនគឺអាស្រ័យទៅលើអ៊ីនធឺណិតយើងនៅពេលដែលអ៊ីនធឺណិតយើងលឿនអញ្ចឹងការដែលយើង access ចូលប្រើក៏វាលឿនដូចគ្នាបើសិនជាអ៊ីនធឺណិតយើង slow ការដែលយើង access ចូលប្រើក៏វា slow ដូចគ្នាហើយចូលដល់ទំហំផ្ទុកវិញ public cloud ទំហំផ្ទុករបស់វាមានដែនកំណត់វាខុសពី home server បើសិនជាយើងចង់បានទំហំធំយើងត្រូវតែបង់លុយបន្ថែមឲ្យខាងក្រុមហ៊ុនគេនឹងបន្ថែមទំហំសម្រាប់យើង store ឯកសារមកបន្ថែមទៀតហើយចូលមកដល់ការថែទាំវិញ public cloud វាត្រូវបានក្រុមហ៊ុនគេអ្នកមើលថែយើងអត់បារម្ភថាពេលដែលខូចទៅយើងត្រូវពិបាកជួសជុលអីគឺអត់ទេមានក្រុមហ៊ុនមានបុគ្គលិកគេសម្រាប់ធ្វើការ maintenance រឿង hardware ឲ្យយើងភ្លាមអញ្ចឹងការបកស្រាយរបស់ខ្ញុំក៏បានបញ្ចប់ត្រឹមតែប៉ុណ្ណឹងអញ្ចឹងជាចុងក្រោយសូមអរគុណទៅកាន់អ្នកនរគ្នាដែលបានចំណាយពេលវេលាទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់